ធ្វើជាស្រីទី3រហូតស៊ាំហើយមែនទេហ៊ានមកតាក់តងសងសាំងខ្ញុំផងនេះអ្នកណាជាចុតទី3គឺនាងនឹងហើយកុំទាន់រត់ទៅណានេះកូនស្រីអ្នកលេងល្បែងម្នាក់ហ៊ានមកច្រានខ្ញុំផងឆាប់សុំទោសខ្ញុំភ្លាមនាងនិយាយពីអ្នកណានិយាយពីនាងនឹងហើយសុំទោសមកនាងមានសិទ្ធិអីមកធ្វើបែបនេះនាងចាំងឲ្យនាងសុំទោសខ្ញុំគឺຕົកមុខឲ្យនាងហើយសុំទោសភ្លាមល្មមបានហើយក៏ប្រាល្បិចដាក់ខ្ញុំមិនខ្វល់ទេសុំទោសភ្លាមមកចៅនេះសុំទោសមែនទេប៉ាត់មែនហើយបើថ្ងៃនេះនាងមិនសុំទោសខ្ញុំទេកុំសង្ឃឹមថាអាចដើរចេញពីទ្វារនេះបានអីសោះមិនអីទេតើការសុំទោសនេះគ្រប់គ្រាន់ហើយឬនៅថ្ងៃក្រោយមានរឿងអីត្រូវសងសឹកភ្លាមនៅនឹងកន្លែងមានស្ត្រីត្រូវសងសឹកភ្លាមនៅនឹងកន្លែងពេញចិត្តទេនាងចង់និយាយអីបាននិយាយមិនចេញទេក៏បិទមាត់ទៅពោះខ្លាំងម្ល៉េះបើត្រូវដើររាប់គីឡូម៉ែត្រត្រូវធ្វើមិនទៅទស្សនវិជ្ជាបែបនេះដូចជាធ្លាប់ជួបនៅកន្លែងណាគូយាយសាំងមកដល់ហើយសង្ហាខ្លាំងណាស់អេបងប្រសាំងខ្ញុំរៀនថ្នាក់ទី1ជាមួយបងនៅចាំខ្ញុំទេខាតជួបគ្នាយូរហើយទេពិតជាយូរមែនហើយស្រីឆ្នះបងប្រសាំងនៅចាំខ្ញុំទេមិនរួមតុកលេខ5ចុះគេវិញប្រធានថ្នាក់ចុះម្នាក់នេះវិញអ្នកជាប់លេខ1ប្រចាំសាលាចុះម្នាក់នេះគណៈកម្មាធិការសិក្សាចុះម្នាក់នេះវិញតើខ្ញុំនឹងនាងស្គាល់គ្នាបងប្រសាំងបងនៅឃើញឲ្យច្បាស់ទៅការនៅរៀនបងធ្លាប់ជួយនាងច្រើនណាស់កាលនោះអ្នកទាំងពីរមនុស្សដែលខ្ញុំជួយមានច្រើនណាស់រឿងចាស់យូរឆ្នាំបែបនេះតើនរណាចាំអស់ទេរឿងចាស់យូរឆ្នាំខ្ញុំសុំតែបន្ទប់ទឹកបន្តិចសិនអេជាអាយបងប្រសឹងមិនក៏ធ្វើបែបនេះយ៉ាងណាក៏នាងជាមនុស្សស្រីដែរទោះជាបងគ្មានការចងចាំលើនាងក៏មិនគួរធ្វើឲ្យនាងបាក់មុខដែរពេលនៅរៀនខ្ញុំហើយនឹងនាងស្និទ្ធស្នាលគ្នាទោះយ៉ាងណាបងធ្លាប់ជួយនាងចិត្តស្និទ្ធឬមិនចិត្តស្និទ្ធបងដឹងខ្លួនឯងច្បាស់ហើយធ្វើបែបនេះមិនល្អទេកុំឲ្យគេមករំខានខ្ញុំទៀតគ្រាន់តែមួយប្រព្រឹត្តភ្នែកមុននេះខ្ញុំស្មានថាខ្លួនឯងភ្លេចរបស់សំខាន់អ្វីបាត់ទៅហើយ